ក្រុមភូសាមេលាអ្នករក្សាព្រះបរមសពក្នុងរជ្ជកាលខ្មែរបុរាណភូសាមេលាខ្មែរហៅសំដៅដល់ក្រុមមនុស្សខ្ញុំព្រះរាជការទាំងឡាយដែលបម្រើការក្នុងព្រះបរមរាជវាំងមាននាទីជាអ្នកកាន់ការរ៉ាប់រក្សាខាងគ្រឿងតែងព្រះអង្គរបស់ព្រះករុណាពោលគឺគ្រឿងសម្ពត់អាវស្លៀកពាក់របស់ព្រះមហាក្សត្រក្រៅអំពីមានតួនាទីជាអ្នករក្សាជាអ្នករៀបចំគ្រឿងព្រះពស្ត្រតែងកាយថ្វាយព្រះករុណាឬជួយស្លៀកពាក់ថ្វាយក្រុមព្រះញាតិម្ដងម្កាលនាឱកាសចូលរួមក្នុងព្រះរាជពិធីបុណ្យទាំងឡាយទាំងពួងរួចហើយក្រុមនេះក៏មានតួនាទីយ៉ាងសំខាន់មួយទៀតនោះគឺជាអ្នកដែលទទួលរ៉ាប់រក្សានិងរៀបចំព្រះបរមសពនិងព្រះសពផងដែរនៅពេលដែលព្រះមហាក្សត្រស្ដេចយាងសោយព្រះទិវង្គតក្រុមនេះរមែងតែងស្ថិតនៅកៀកនឹងព្រះបរមសពជាដរាបក្រុមភូសាមេលាគេច្រើនតែជ្រើសរើសយកក្រុមបុរសដែលមានវ័យកណ្ដាលឬវ័យចំណាស់ជាចាស់ព្រឹទ្ធាចារ្យដែលចេះចាំក្បួនរៀបចំព្រះបរមសពតាមព្រះរាជទំនៀមពីបុរាណក្រោយពីព្រះរាជពិធីច្រូចទឹកចម្អាសថ្វាយព្រះបរមសពចប់សពគ្រប់ហើយក្រុមនេះគឺជាអ្នកដែលទទួលភារកិច្ចលាងជម្រះព្រះបរមសពជាលើកចុងក្រោយរួចទើបផ្លាស់គ្រឿងស្លៀកពាក់និងថ្វាយជាតិបរតដាក់នៅក្នុងព្រះអស់នៃព្រះបរមសពដើម្បីរក្សាឲ្យបានយូរបន្ទាប់មកភ្នាក់ងារភូសាមេលាមួយរូបចូលក្រាបបង្គំថ្វាយព្រះបរមសពនៅសន្លឹកមាសសុទ្ធស្ដើងមួយនៅលើព្រះអស់មាត់មួយព្រះនេសាច្រមុះមួយព្រះនលាតថ្ងាសមួយព្រះសោតត្រចៀកមួយនិងព្រះឱរាដើមទ្រង់មួយផងដែររីឯការតម្រែតម្រង់ព្រះបរមសពស្ដេចយាងចូលក្នុងព្រះកោដ្ឋទៀតសោតក៏សុទ្ធសឹងតែជាមុខនាទីរបស់ក្រុមភូសាមេលានេះមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលព្រះបរមសពរក្សាក្នុងព្រះកោដ្ឋចាប់ផ្ដើមហូរទឹករងៃគឺក្រុមនេះហើយដែលជាអ្នករៀបចំផ្លាស់ប្ដូរនិងដង្ហែយកទឹករងៃនោះទៅច្រូចចោលក្នុងទន្លេចតុមុខរឿងរ៉ាវដ៏គួរឲ្យរន្ធត់និងពិតមួយដែលបានកើតឡើងក្នុងព្រះនគរក្រុងកម្ពុជាដោយដង្ហែតាមព្រះរាជបណ្ដាំចុងក្រោយរបស់សម្ដេចព្រះហរិរៈរាមាឥសរាធិបតីព្រះអង្គឌួងគឺក្រុមនេះហើយដែលជាអ្នកពន្លះស្បែកអាសាច់សម្រក់លោហិតព្រះបរមសពរបស់ព្រះអង្គទៅជាដុំតូចៗរួចដាក់តម្កល់លើព្រះពានមាសសម្រាប់ឲ្យជាទានដល់សត្វម្រឹគទាំងឡាយទាំងពួងស៊ីចម្អែតជាអាហារចំណែកឯនៅក្នុងព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពវិញភ្នាក់ងារក្រុមនេះមានមុខនាទីជាអ្នកអង្គុយឬឈរចាំទប់ព្រះកោដ្ឋនៅលើព្រះរាជរថរហូតយាងព្រះកោដ្ឋឡើងតម្កល់ដល់លើព្រះមេននិងមុខនាទីចុងក្រោយរបស់ក្រុមនេះគឺនៅចាំបើកព្រះសុកម្មឬរបាំងមុខព្រះបរមសពរួចយកទឹកដូងលាងសម្អាតព្រះភ័ក្ត្រមុននឹងថ្វាយព្រះភ្លើងដល់ព្រះបរមសពយើងខ្ញុំដែលជាអភិបាលគេហទំព័រ Cholera and Photo of Cambodia សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តអស់លោកអ្នកនាងដែលចំណាយពេលវេលាក្នុងការស្ដាប់និងក៏សូមជម្រាបផងដែរថាខាងយើងក៏មានដាក់លក់ផងដែរនៅសៀវភៅប្រឡោមលោកប្រឌិតបែបប្រវត្តិសាស្ត្រមួយចំណងជើងដែលមានចំណងជើងថាអង្គទាន់វុទ្ធវាំងសូមអរគុណសូមគោរពលា